nhôm lọt lừa đấy còn từ vị kỳ thì khổ lọt nhôm lọt trục nông 10 năm nhôm tập lục tây lục pi cẩn thận nâng tràn nặng ấy xưa tha Phật tử kỳ thì khổ từ sam sầm on đó chạy pi từ cô na chạy pi cô chờ nè na dùng plan nó còn đất hay dùng plan viết có mình bàn đất này này Phật tử kỳ thì khổ từ sam sầm on đấyគឺជារាជបတ်របស់ព្រះរាជាដែលកោសលមិនមែនប្រជាជនធម្មតាទេញោមហ្នឹងហើយជាព្រះរាជបတ်របស់ព្រះរាជាដែលកោសលហ្នឹងហើយបិតារូបនេះមានតានឹងច្រើនគ្រាន់តែយើងដឹងត្រួសត្រាសគឺ30trong miền quân tam tập ông nhiều rồi từ miền đá quân tam tập đại miền đá tây nhiều bắt nên miền đá từ môi tề cho tâm đắc hà phải vì chia đất miền thiện chia phải chia nhiều các bạn ở nhiều máy trong như còn tại đất hà miền quân đất tam tập ông ở trục chủ môi phía và đáy tì tâyการลงព្រះសម្មាសម្ពុទ្ធព្រះអង្គទៅតែត្រាស់ដឹងថ្មីពីបន្តមកព្រះអង្គក៏និមន្តទៅកាន់ព្រៃអេសិបតនវិកទេយវ័ននាក្រុងពរិណសីសពថ្ងៃនេះដើម្បីប្របញ្ចវិធីទាំង5រូបđất tiền anh nhớ cao tình nghiệp mối độc phạm mối mà hà liềm mối áp tình trị mối chiếm tạ mối rồi một tiếng có phần to từ trọc sầm lành chuột hào sập buồn rú đừng chuột 10 rô tiếp và rọc phanh cho việc kia từng phàm vô bị trồn biết rồi chia khóc sập on học tập on nhiều nát chânព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ជូនទៅសាវកទាំង60អង្គនឹងឲ្យទៅផ្សព្វផ្សាយប្រធមក្នុងមួយផ្លូវហ្នឹងមួយអង្គមួយផ្លូវហ្នឹងមួយអង្គអត់ឲ្យជុំគ្នាទេញោមមួយផ្លូវមួយអង្គមួយផ្លូវមួយអង្គហើយការនិមន្តទៅផ្សព្វផ្សាយប្រធមនេះមិនមែនទៅដើម្បីសប្បាយឬដើម្បីលឿនសការៈអីនោះទេនោះគឺមានគោលដៅតែមួយគត់ទៅផ្សព្វផ្សាយប្រធមទាំងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះគឺគោលបំណងនោះគឺចឹងទៅផ្សព្វផ្សាយប្រធមនិងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធមិនជួបប្រមាណក៏មានអ្នកបុស្សនិងពុទ្ធបរិស័ទដ៏ច្រើនសន្ធឹកសន្ធាប់ហើយការផ្សព្វផ្សាយពធរបស់ភិក្ខុទាំង60អង្គនោះគឺមិនមានការរុញរាអ្វីទាំងអស់បើទោះជាជួបនៅឧបសគ្គយ៉ាងណាក៏ដោយក៏លោកនៅតែពុះពីមិនគិតពីការជេរនិន្ទាបេះតែទៀលពីសំណាក់ពួកព្រាហ្មណ៍ឡើយលំបាកណាយោទៅផ្សព្វផ្សាយពធគឺលំបាកចឹងលោកអត់គិតទេអត់គិតអំពីការជេរនិន្ទាបង្អាក់មើលងាយពីសំណាក់ពួកព្រាហ្មណ៍ហ្នឹងគឺលោកមិនគិតតទៅសោះលោកទូលក្រមផ្សព្វផ្សាយពធហ្នឹងជានិច្ចហ្នឹងហើយព្រះអរិយបុគ្គលជាពិសេសគឺព្រះអរហន្តលោកអស់លើសេចក្តីប្រកាន់
trong điện là chế điện là tỏ xa điện là đơn tia điện làประกันkhăn cứ luôn nơi tại thoát mặt đà cái chọn nó thuê chuôn dương bình chẳng bình dụ ọt bàn tế mang tâu mang bào là nè tạiព្រះអរិយបុគ្គលគឺអត់ទេញោមចង់ខឹងក៏ខឹងទៅចង់ជេរក៏ជេរទៅគឺលោកអត់ប្រកាន់ខឹងអ្វីទាំងអស់តែណែអត់មានប្រកាន់ខឹងអ្វីទាំងអស់លោកប្រៀបធៀបពាក្យសរសើរជេរដិនទាតែដៀលនឹងថាដូចជាខ្យល់ដែលបក់រវិចត្រទៀកហើយក៏ស្ងាត់ទៅវិញទៅឃើញទេលោកប្រៀបធៀបអញ្ចឹងណាហ្នឹងហើយចំពោះសាវកទាំង60អង្គនឹងក្នុងកាលដែលនិមន្តទៅផ្សព្វផ្សាយប្រធមមិនមានអ្នកណាគេនិមន្តទេហើយក៏មិនកំណត់មនុស្សម្នាដែរមួយអ្នកក្តីពីរអ្នកក្តី3អ្នកក្តីគឺលោកនៅតែបញ្យលតែដល់ពធនឹងជានិច្ចអត់គិតចំនួនមនុស្សទេណាអត់គិតចំនួនមនុស្សទេបន្ទាប់ពីបញ្ជូនសាវកទាំង60អង្គទៅផ្សព្វផ្សាយពធហើយចំពោះព្រះអង្គផ្ទាល់ក៏និមន្តទៅកាន់តំបន់គិគាតំបន់គិគាបណ្ដុំកន្លែងព្រះអង្គប្រុសឧបរុវេលាកសបៈឧបរុវេលាកសបៈនេះមានកូនសិស្ស500ញោមជាគ្រូល្បីប្រចាំតំបន់យកស្រុកនឹងតែងតែគោរពបូជាហើយឧបរុវេលាកសបៈនេះមានសិស្សប្អូនពីរនាក់ទៀតគឺអ្នកទីកសបៈនិងគិយាកសបៈហ្នឹងឯងចឹងនៅចន្លោះរយៈពេលហ្នឹងណានៅចន្លោះរយៈពេលហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជួបនៅរាជបុត្រទាំង30អង្គនៅចន្លោះពេលហ្នឹងណាគឺជួបនៅរាជបុត្រទាំង30អង្គកំពុងតែដំកំណាត់ចិត្តហ្នឹងដើរលេងតាមព្រៃព្រឹក្សាដូចមើលទេសភាពធម្មជាតិអីហ្នឹងហើយអញ្ចឹងចំពោះរាជបុត្រប្អូនរាជបុត្របើហ្នឹងគឺអត់មានកំណាត់ចិត្តឬក៏អ្នកកំដរហ្នឹងដូចជារាជបុត្របងទេរាជបុត្របងហ្នឹងក៏រកអ្នកកំដរឲ្យមួយហ្នឹងដើម្បីដើរលេងកម្សាន្តនឹងគេធ្វើមិនឲ្យសប្បាយក្នុងការដើរកម្សាន្តអីតាមព្រៃព្រឹក្សាអីទៅលុះដើរសប្បាយអស់ចិត្តអស់ចង់ហើយរាជបុត្រហ្នឹងក៏លងលក់នឹងដំណេកមួយភ្លើងយោលងលក់មួយភ្លើងនាងដែលទៅជាស្រីកំណាត់ចិត្តទៅកំដរហ្នឹងលួចគ្រឿងអលង្ការទ្រព្យសម្បត្តិនឹងអស់រលីងរត់បាត់ទៅហ្នឹងហើយរាជបុត្រនឹងភ្ញាក់បវិចបាត់គ្រឿងអលង្ការអីអស់ក៏ឆោឡោដល់គ្នាតែដល់គ្នាស្វែងរកស្ត្រីម្នាក់ហ្នឹងស្វែងរកចុះរកឡើងរកចុះរកឡើងមិនឃើញទេតែក៏បានជួបនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅក្រោមដើមឈើរាជបុត្រទាំង30អង្គនឹងឃើញព្រះសម្មាសម្ពុទ្ធក៏សួរថាតើអ្នកបានឃើញស្ត្រីម្នាក់រត់តាមផ្លូវនឹងទេសួរព្រះអង្គចឹងណាហើយខណៈពេលហ្នឹងព្រះអង្គក៏មិនបានឆ្លើយថាឃើញឬក៏មិនឃើញឯដែរតែព្រះអង្គសួរទៅវិញថាអ្នកទាំងឡាយគួរតែស្វែងរកស្ត្រីម្នាក់ហ្នឹងឬក៏ស្វែងរកខ្លួនឯងចាអរគុណចាបងសួរអញ្ចឹងណាពីយកឆ្កល់ស្វែងរកខ្លួនឯងយ៉ាងម៉េចរាជបុត្រហ្នឹងឆ្ងល់
ថាយីអត់ស្វែងរកខ្លួនឯងយ៉ាងម៉េចបើខ្លួនឯងទៅជំងឺទៅទាំងអីឲ្យស្វែងរកយ៉ាងម៉េចចឹងព្រះអង្គត្រាស់ថាឥឡូវអ្នកទាំងឡាយចូលអង្គុយចុះបោកតថាគតសម្ដែងធម៌ឲ្យស្ដាប់ឃើញទេតថាគតសម្ដែងធម៌ឲ្យស្ដាប់រាជបុត្រហ្នឹងក៏នាំគ្នាអង្គុយចុះបានព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថារូបរបស់យើងតាំងពីចុងជើងរហូតដល់ចុងសក់រោគថាខ្លួនឲ្យពិតប្រកបនោះមិនឃើញទេហើយព្រះអង្គសម្ដែងទៀតថារូបជាអនត្តាវេទនាជាអនត្តាក្លិនជាអនត្តារសជាអនត្តាផតសពៈក៏ជាអនត្តាព្រះអង្គសម្ដែងចឹងណាអនត្តាពាក្យនេះមកពីពាក្យបាលីអ្នកបូកអត្តាហ្នឹងប្រែថាខ្លួនអ្នកហ្នឹងប្រែថាមិនមែនស្លាប់អ្នកទៅជាអអ្នកផ្សំចូលគ្នាបានទៅជាអនត្តាប្រែថាមិនមែនខ្លួនហ្នឹងហើយហ្នឹងគឺព្រះអង្គសម្ដែងអញ្ចឹងនៅគណៈពេលហ្នឹងព្រះអង្គក៏បានសួរទៅកាន់ភិក្ខុទាំងឡាយថាតើស្នេហ៍ទៀងទេភិក្ខុទាំងឡាយឆ្លើយថាមិនទៀងទេព្រះអង្គហើយព្រះអង្គសួរបន្តទៀតថាចុះរបស់ណាមិនទៀងវាជាទុក្ខឬក៏ជាទុក្ខភិក្ខុទាំងឡាយឆ្លើយថារបស់ណាមិនទៀងវាប្រែប្រួលជាធម្មតាអញ្ចឹងវាជាទុក្ខហើយព្រះអង្គជាទុក្ខហើយព្រះអង្គបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសួរបន្តទៀតថាចុះរបស់ណាមិនទៀងហើយជាទុក្ខទៀតតើគួរប្រកាន់របស់នោះថាជារបស់ខ្លួនទេហ្នឹងហើយព្រះអង្គសួរអញ្ចឹងណាចឹងបានភិក្ខុទាំងឡាយហ្នឹងលោកឆ្លើយថាបបិទ្ធព្រះអង្គដ៏ចម្រើនមិនគួរប្រកាន់របស់នឹងថាជារបស់ខ្លួនទេព្រះអង្គសួររហូតដល់ចិត្តណាព្រះអង្គសួរថាចុះចិត្តទៀងទេភិក្ខុទាំងឡាយហ្នឹងឆ្លើយថាមិនទៀងទេព្រះអង្គជួនកាលទៅក៏ស្រឡាញ់ជួនកាលទៅក៏ស្អប់ជួនកាលទៅក៏ខឹងជួនកាលទៅក៏ងោប្រែប្រួលមិនទៀងតក់ទេព្រះអង្គបានព្រះសម្មាសម្ពុទ្ធបញ្ជាក់ថាត្រូវហើយភិក្ខុរូបសម្លេងក្លិនរសផតភពៈនៃត្រជាច្រមុះអណ្ដាតកាយចិត្តហ្នឹងគឺជាអនត្តាមែនព្រោះអ្វីព្រោះវាមិនតាំងនៅក្នុងអំណាចបញ្ជារបស់យើងរបស់ណាដែលប្រព្រឹត្តទៅក្នុងអំណាចប្រព្រឹត្តទៅដើម្បីជារាប្រព្រឹត្តទៅដើម្បីវិជាធិប្រព្រឹត្តទៅដើម្បីមរណៈនោះយើងមិនមានអំណាចសុំឲ្យរបស់ទាំងនោះថិតថេរក៏មិនបានហ្នឹងហើយព្រះអង្គបញ្ជាក់អញ្ចឹងណាបញ្ជាក់អញ្ចឹងនៅគណៈពេលដែលព្រះអង្គសម្ដែងព្រះធម៌មានសច្ចធម៌ចប់សពគ្រប់ហើយនោះរាជបុត្រទាំង30អង្គហ្នឹងក៏បានសម្រេចធម៌ទាំងអស់គ្នាណាទាំងអស់អង្គលេងដឹកនាតាមរោគស្ត្រីនឹងទៀតទៅក៏បានជាអេហិភិក្ខុប្រព្រឹត្តធម៌នៅក្នុងព្រៃនឹងទៅនឹងរាជបុត្រទាំង30អង្គហ្នឹងណាហើយបន្ទាប់ពីนั้นមកគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅវត្តចេតពុន
ជាអារាមរបស់អាណាតបណ្ឌិកសទ្ធិនឹងតាំងស្វែងទៅពីក្រុងសាវត្ថីគណៈពេលហ្នឹងគឺភិក្ខុទាំង30អង្គហ្នឹងក៏មានសេចក្តីនឹករលឹកចំពោះព្រះសម្មាសម្ពុទ្ធក៏នាំគ្នាចាក់ចែងពីទីកន្លែងរបស់ខ្លួនប្រព្រឹត្តធម៌ហ្នឹងឆ្ពោះមកកាន់ក្រុងសាវត្ថីជួនជានៅពេលហ្នឹងគឺទៅខ្សែមកដល់ពាក្យកណ្ដាលផ្លូវក៏ដល់ថ្ងៃចូលព្រះវស្សាទៅញោមនឹងត្រង់មកទៀតក៏ពុំតន់ក៏ដល់គ្នាស្វែងរកទីសេនាសនៈចាំព្រះវស្សាទីក្រុងតាកេវាពាក្យកណ្ដាលផ្លូវទៅទីកោទៅនោះមានសេចក្តីអបសោកជាខ្លាំងណាស់ញោមហើយមានសេចក្តីអបសោកជាខ្លាំងដោយនឹកឃើញថាព្រះដ៏មានប្រភាព្រះអង្គទ្រង់គង់នៅទីនោះចម្ងាយប្រមាណជា6យោជន៍ទៀតសោះមិនសមដល់យើងទាំងឡាយកំដំណើរមិនបានទៅកលបម្រើព្រះអង្គដំទាគិតពិចារណាចេញហើយលុបរដូវចេញព្រះវស្សាមកដល់បវរណាស្រេចហើយលោកក៏បន្តដំណើរនឹងមកកាន់ក្រុងសាវត្ថីទៀតជួនជារដូវនោះយោនៅមានភ្លៀងភ្លៀងធ្លាក់តាមផ្លូវទៅមកពោពេញទៅដោយទឹកភក់រអិលពពេចពបាច់ពេញតែផ្លូវហ្នឹងហើយភិក្ខុទាំងនោះមានសេចក្តីលំបាកក្នុងការធ្វើដំណើរណាស់សម្រាប់តែមកដល់ក្រុងសាវត្ថីណាលុះមកដល់ក្រុងសាវត្ថីហើយក៏បានចូលទៅកាន់វត្តចេតពុនក្រាបថ្វាយបង្គំចំពោះព្រះដ៏មានព្រះភានៅពេលนั้นព្រះអង្គក៏បានមានព្រះបន្ទូលរាជទៅកាន់ភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតើសរិយជនរបស់អ្នកទាំងឡាយល្មមអត់សង្កត់បានដែរឬទេល្មមប្រព្រឹត្តទៅបានដែរឬទេអ្នកទាំងឡាយមានសេចក្តីព្រមព្រៀងស្មោះស្ម័គ្រឥតមានវិវាទតទេគ្នាដែរឬទេអ្នកទាំងឡាយមានអាហារបណ្ឌបាតបរិបូរណ៍ដែរឬទេណានឹងព្រះអង្គសួរទៅកាន់ភិក្ខុទាំង30អង្គនឹងចឹងបានភិក្ខុទាំង30អង្គនឹងក្រាបទូលតាមដំណើរតាមតងតែខ្លួនបានជួបប្រទះមកតាមផ្លូវគណៈពេលនោះព្រះអង្គក៏ទ្រង់សម្ដែងនៅធម្មេកថាប្រារព្ធអំពីសង្សារវដ្តមិនមានទីបំផុតប្រប្រទានចំពោះភិក្ខុទាំងអស់ហ្នឹងហើយក៏បានសម្រេចជាព្រះអរហន្តទៅអបទៅកាន់ទីកន្លែងរៀងខ្លួនវិញទៅឃើញទេបន្ទាប់ពីនឹងមកព្រះអង្គក៏ទ្រង់ព្រះសម្រេចថាប្រសិនបើតថាគតបានតែងតាំងកឋិនថារកិច្ចនេះទុកអំពីគ្រាមុនម្ល៉េះសំភិក្ខុទាំងនោះមិនលំបាកយ៉ាងនេះឡើយបងណាកូនហើយកឋិនថារកិច្ចនេះតទៀតរាល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គតែងតែទ្រង់អនុញ្ញាតទុកដល់សាវកពុំដែលលំបងខំបងទ្រង់ព្រះតម្រាស់ដូច្នេះហើយបានហៅភិក្ខុទាំងឡាយបងអនុញ្ញាតកឋិនថារកិច្ចដោយព្រះពុទ្ធដីកាថាអនុជានាមិភិក្ខវេវសង្ឃពុទ្ធានំភិក្ខុនំកឋិនំអដ្ឋរិកំអដ្ឋតកឋិនទានំវោភិក្ខវេបច្ចកបេសន្តិមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយដែលនៅចំវស្សារួចហើយទទួលក្រាបកឋិនមនាលភិក្ខុទាំងឡាយកាលដែលអ្នកទាំងឡាយបានក្រាបកឋិនហើយទាំងបានសម្រេចនៅអានិសង្ស5ប្រការឃើញទេនឹងរឿងកឋិនហ្នឹងគឺកើតឡើងដោយភិក្ខុទាំង30អង្គហ្នឹងញោមណាក្នុងគណៈពេលដែលទៅកលបម្រើព្រះដ៏មានព្រះភាហើយសុទ្ធតែជារាជបុត្រញោមហើយរាជបុត្ររបស់ព្រះរាជាដែនកោសលចឹងទេបានជា
បន្តមកទៀតគឺឲ្យការដល់នៅកឋិនហ្នឹងគឺពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់តែងតែនាំគ្នាប្រារព្ធធ្វើនៅកឋិនទាននេះជាចាំបាច់ហើយកឋិនទាននេះដូចជាយោងបានជ្រាបហើយថាមានលក្ខណៈផ្លែកហ្នឹងដោយប្រការ5ទី1ហ្នឹងគឺផ្លែកទៅដោយវត្ថុទី2ផ្លែកទៅដោយកាលទី3ផ្លែកទៅដោយអំពើទី4ផ្លែកទៅដោយបដិគាហកៈទី5ផ្លែកទៅដោយអានិសង្សហើយផ្លែកទៅដោយវត្ថុហ្នឹងផ្លែកទាំងម៉េចវត្ថុដែលជាអង្គកឋិនទាននេះគឺមាន3តេនិវត្ថុនេះសង្កតិឧត្តរាសង្កោវត្ថុដែលជាអង្គកឋិនគឺមានបងជាពោហើយនិងសង្កតិណាមានតែ3យ៉ាងហ្នឹងទេហើយសម្បត្តិទាំង3មុខនេះតទៀតលោកឬយកនៅសម្បត្តិណាមួយធ្វើជាអង្គកឋិនហ្នឹងក៏បានចង់យកស្បង់ក៏បានចង់យកជាពោក៏បានចង់យកសង្កតិហ្នឹងក៏បានដែរយល់ណាហើយញោមស្គាល់អ្វីដែលហៅថាជាស្បង់អត់ញោមនៅស្គាល់ញោមស្គាល់ញោមខ្លះអត់ស្គាល់ទេតាមមើលបងញោមចង់ដឹងថាស្បង់នឹងមិនសូមព្រះអង្គគ្រូសូត្រស្ដាប់មើលនៅដល់មុខសូមលោកមើលណាញោមបងសូមលោកមើលទៅញោមមើលតនកាសមានងាយសូមលោក5មើលទេសូមមើលតិចសូមលោកមើលស្បង់នឹងយ៉ាងម៉េចស្បង់នឹងយ៉ាងម៉េចតបមកជាពោជ័យវរហ្នឹងណាជ័យវរហ្នឹងគឺសូមមកស្មាមើលក៏ស្មាឲ្យមើលនេះនឹងហៅថាជីវរសង្កដីហ្នឹងគឺដាក់លើស្ប៉ាអញ្ចឹងវត្ថុទាំង3ហ្នឹងគឺជាវត្ថុរបស់កឋិនហ្នឹងណាមានបងមានជីពោមានសង្កដីអញ្ចឹងវត្ថុទាំង3នេះលោករឹសយកមួយណាធ្វើជាអង្គកឋិនក៏បានដែរកុំឲ្យយកម្ដងទាំង3បានតែមួយណាក្នុងទាំង3ហ្នឹងគឺបានតែមួយទេយកទាំង3គឺមិនបានទេហ្នឹងគឺផ្លែកទៅដោយវត្ថុទី2ផ្លែកទៅដោយការកឋិនហ្នឹងគឺជាទានមានកម្រិតក្របខ័ណ្ឌត្រឹមត្រូវក្នុងការដែលធ្វើកឋិនរយៈកាលនៃការធ្វើកឋិននេះមានរយៈពេល29ថ្ងៃចាប់ពីថ្ងៃណាញោមថ្ងៃ100ខែអស្សុជដល់ថ្ងៃ15កើតខែកតិកឯងនឹងហើយឃើញទេជាប់ឯងនឹងហើយកឋិនឃើញញោមស្ដាប់បានច្រើនរោគច្រើនឯកដឹងថាកឋិនហ្នឹងមានរយៈពេល29ថ្ងៃចាប់ពីថ្ងៃ100ខែអស្សុជដល់ថ្ងៃ15កើតខែកតិករដូវកាល29ថ្ងៃនេះលោកឲ្យឈ្មោះថាជារដូវកឋិនហ្នឹងហើយនឹងផ្លែកទៅដោយកាលផ្លែកទៅដោយអំពើណាគឺបុគ្គលដែលជាអ្នកធ្វើក៏បីធ្វើឲ្យត្រូវតាមរបៀបតាមវិន័យបញ្ញត្តិហើយសង្ឃក៏បីក្រាលក្រងនិងអនុមោទនាឲ្យត្រូវតាមវិន័យបញ្ញត្តិដែរទើបកើតជាកឋិនពេញលក្ខណៈនឹងគឺផ្លែកទៅដោយអំពើណាផ្លែកទៅដោយបដិគាហកៈបដិគាហកៈដែលអាចទទួលក្រាលក្រងអនុមោទនាកឋិនបានអ្នកណាគេយកបានចំពោះអ្នកណាគេភិក្ខុដែលជា
អ្នកបានចាំព្រះវស្សាក្នុងវត្តណាមួយអញ្ចឹងលោកមានសិទ្ធិអនុមោទនាក្រាបក្រងអនុមោទនាកឋិននឹងបានឃើញទេអនុមោទនាកឋិនបានផ្លែទៅដោយអានិសង្សណាផ្លែទៅដោយអានិសង្សខាងទាយុទាយិកាដែលជាអ្នកធ្វើកឋិនក៏បានអានិសង្ស5ខាងបដិគិខកៈដែលជាអ្នកអនុមោទនាក្រាបព្រមកឋិនហ្នឹងក៏បានអានិសង្សដូចគ្នាឃើញទេអញ្ចឹងអានិសង្សកឋិនរបស់ញាតិញោមដូចជាញោមបានធ្វើនៅវត្តទានហ្នឹងបានន័យថាឲ្យនៅសម្បត្តិហើយនៅពេលដែលញោមឲ្យនៅសម្បត្តិឈ្មោះថាឲ្យអីគេញោមឲ្យនៅពរសម្បល់កាយឃើញទេវត្តតោអន្តេវន្តតោអ្នកឲ្យសម្បត្តិឈ្មោះថាឲ្យនៅពរសម្បល់កាយអញ្ចឹងកាលណាបើឲ្យនៅពរសម្បល់កាយគឺធ្វើឲ្យយ៉ាងម៉េចញោមឲ្យមានរូបនឹងស្អាតដូចឯគេដូចនាងឧមាតន្តីញោមផ្លោះស្ដាប់ឯងយើងនាងឧមាតន្តីណានាងឧមាតន្តីហ្នឹងគឺស្អាតញោមស្អាតមែនទេស្អាតដល់ថ្នាក់អ្នកណាឃើញក៏វង្វេងប្រព័ន្ធស្មារតីគូទិលាដែរញោមអញ្ចឹងណាអញ្ចឹងនាងស្អាតហ្នឹងដោយសារអញ្ចឹងញោមនៅក្នុងគណៈពេលដែលនាងបានប្រគេនសម្បត្តិមួយនឹងដល់ប្រធេរៈមួយព្រះអង្គណាប្រគេនលោកទៅលោកយកទៅស្លៀកទៅនាងមើលឃើញពលឺឃើញថាលោកស្លៀកទៅមើលទៅស្អាតក៏ប្រគេនមួយជំនាញទៀតនៅពេលដែលប្រគេនមួយជំនាញហើយនាងសម្លឹងមើលទៅលោកទៅគឺឃើញលោកមានរស្មីល្អដូចជាព្រះអាទិត្យទៅនឹងរាំងអញ្ចឹងទៅនឹងរាំងលោកក៏អនាងក៏ធ្វើសេចក្តីប្រាថ្នាថាដោយអំណាចពុទ្ធទាននេះខ្ញុំកើតជាតិណាសូមឲ្យមានរោគសម្បត្តិទាំងស្អាតបើបរិបណាឃើញហើយសូមឲ្យធំធៀងស្មារតីនាងប្រាថ្នាអញ្ចឹងណាហើយយោមប្រាថ្នាអញ្ចឹងអត់កុំប្រាថ្នាអញ្ចឹងអីយោមហើយពីវោហ្នឹងយោមទៅតាណាហ្នឹងលោកសម្លឹងមើលព្រាតយោមអីប្រុសអីហ្នឹងសម្លឹងមើលព្រាតដើម្បីប្រវត្តិហ្នឹងបើកតាមខុសផ្លូវអីអស់ទៅយោមហ្នឹងហើយណាធម្មតាទៅហ្នឹងហើយអញ្ចឹងក៏នៅពេលហ្នឹងប្រធេរៈលោកក៏ធ្វើសេចក្តីអនុមោទនាថាអិច្ចតាំងបតិតាំងតុមហង្កបមេវៈសមិច្ចតោសូមអត្តផលគឺផលជាទីកប់ចិត្តដែលអ្នកប្រាថ្នាហើយតាំងចិត្តសូមសម្រេចដល់អ្នកឲ្យបានឆាប់រស់រត់តន់ចិត្តហ្នឹងហើយហ្នឹងគឺសម្ដែងរឿងទឹកខែផ្លេងចឹងដើម្បីបញ្ជាក់ចែកជូនដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់អត់បានអត់សម្ដែងវេទេញោមកាត់ផ្លេហ្នឹងឲ្យញោមបានស្ដាប់នៅក្នុងឱកាសបុណ្យកឋិនទាននេះដើម្បីឲ្យយោមបានយល់ខ្លះអំពីការធ្វើបុណ្យកឋិនទានដែលយើងត្រូវធ្វើឬក៏តាមខេត្តដែលនាំឲ្យកើតនៅកឋិននេះគឺកើតដោយសារតែភិក្ខុទាំង30អង្គប៉ុណ្ណាមានបទវិធីភិក្ខុដែលជារាជបុត្ររបស់ព្រះរាជាដែនកសលហើយយើងស្មាននេះគឺម៉ោង5បាត់ហើយយល់ណាម៉ោង5ហើយនេះទុកដៃប៉ុណ្ណឹងចោះបើអត់ផ្នែកយូរទេដើម្បីទុកឱកាសឲ្យញាតិញោមពុទ្ធបរិស័ទហ្នឹងមានពេលវេលាដើម្បីថតណាទុកជាអនុស្សាវរីយ៍តម្រង់តែថតអននឹងលើកដល់ញោមណាចឹងបានប៉ុណ្ណឹងចង់ញោមណាសូមអនុមោទនាចាំសង្កពេទេតកម្មតាបតទេសនាដែលសម្ដែងក្នុងឱកាសនេះក៏សូមអបថានឹងបញ្ចប់អេវ៉ាំងពិនព្រះគុណ
อดยังมุ่นน่ะนี่โปรดิบงไงนะแล้วโปรดิบงไงเนี่ยที่ฮะวิชาบันดลวิปัสสนาเนาะแต่น่ะอายุอ่ะcây đây nè từ tay này cái thằng kia phúc lâu rồi những nơi thằng kia phúc lâu nè
chợt là học nghĩa thì nó về nơi thọ đầu tiên kêu là của tôi sự quan trọng là thân tại một Việt Nam tại một gia tiên và tăng chất gặp tôi ở trước con được càng này được cháy về thực ra mình đọc cái con đọc cái mình coi cây nè hả chưa không trên là cái quả ta còn nắng ao cái quả ta đấy là thằng đấy làm đấy chật lá can nâu tây tiến liền liền thì chết thì chạy luôn thì đau rồi đó mà không có cái mất rồi để mà không cái mất đây là đây và đây ai cũng thích từ sau này con nên một sang trong năm ba năm năm đến năm nay về đây trên bờ biển khá từ trái đua từ đó tàu từ đôi trên một chắc con để chắc con năm phía tăng chất vật chất đời con đầu tiên ấy chú đang đi ra về đá con ta còn mau rồi lên đốt bia tục thật ra thì được các bạn con chọn đây nam mô tassa bhagavato arahato samma sambuddhassa bhagavato arahato sambuddhassa sambuddhassa bhagavato samma sambuddhassa Phật thông ai nói chia thọ Phật ca chia tình ôm tâm nát nơi pra riya tôn tôi Đọc răng không tề giá nhân chân nào nơi pra nam quyền hai cho cơ cánh pra nam Phật thọ nơi địa thọ thừa áo cơ chế râm hoa quang lên đền la chia thọ đỏ tâm chia tôn nhân sắc sam sa phúc nhâm bệ ca lô na sôm ca quay bệ sa tham nục tai cô sốt tân nam và ta lô thông và tiên năng á sa vạc kha ya vạc hăng non tốt ác na tật tư ca lê Hãy subscribe cho kênh Ghiền Mì Gõ để không
nhiệt tất cả mong sam sa vạt giang tiệt sai phai giang buông tới ta sắp sắp cực tha cốt tu tiền nam năng sắp phục than sống sắp xem sang đo ra priên tư năng sống pratana các chiết na na tâm ai là mong thay sống miên panya tâm thọ ra trời các tiên chấp nơi nông chất cực cao sống an đi sang các thọ pra ông vô tâm cây lệ rung rút tâm ha sai ong ha sơ vẽ dương nhâm chưa chia sư vấn ngọc tiên on sông ác mô thần ý Ijan kabuyan kawajanan ngate berusutun kebelang tomhe bandije berusutun mekhat Wabalo kerja kebelaan kebelaan anjurun ngoi pun barisan Bahasa bahasa kerana Lucu beton kerana Đến chuẩn nướng Mùi liên Tam sắc buôn mơn Trăm buôn quán Trăm rìa yang karena sempurna menghasilkan perangkat dari sayur yang jelas dan lebat dengan kita dan kiri sampai juga karena semacam perangkat dari sayur dan kaku dan mungkin juga kaku terbentuk dan dengan pun yang kita bina apa dan terus sampai apa agar chưa phải tôi hỏi tôi ác của bố tôi đi tôi mới học chưa việc việc của xã của mình cái lần là thằng của xã của tôi và ta xã của cuộc thiệt hiểu về nhà xã của phòng điên được hiểu về nhà xã của thằng kia được hiểu về nhà sự kia xã tây để quan sự kia cuộc sự đây tức là kiểu miền toàn để ở ta xã cả xã về đi Không mà tiếng người dân sao ban đô phía hai Rằng tường ái trong xanh Còn đến nay chuồn miền cá bay ca nhông chi tâm Đồ anh cha chân tôi không nhiên nâng trong ni tâm
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ